ទូតចិនអញ្ជើញចាក់ចែងពីប្រទេសកម្ពុជាក្រោយបញ្ចប់បេសកកម្មរយៈពេល2ថ្ងៃដោយជោគជ័យឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញចាក់ចែងពីប្រទេសកម្ពុជាវិញហើយបន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មានសារៈសំខាន់នៅប្រទេសកម្ពុជារយៈពេល2ថ្ងៃគឺបានចូលរួមកិច្ចប្រជុំនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ2+2លើកទី1រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី22ខែមេសាឆ្នាំ2026រួមជាមួយនឹងជំនួបទ្វេភាគីជាមួយនឹងថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាកិច្ចសន្ទនាយុទ្ធសាស្ត្រ2+2លើកទី1រវាងកម្ពុជានិងចិនត្រូវបានរៀបចំឡើងនៅថ្ងៃទី22ខែមេសាឆ្នាំ2026នៅរាជធានីភ្នំពេញកិច្ចសន្ទនានេះត្រូវបានដឹកនាំខាងកម្ពុជាដោយឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯភាគីខាងចិនគឺដោយឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីការបរទេសនិងឯកឧត្តមតុងជុនរដ្ឋមន្ត្រីក្រសួងការពារជាតិភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តយ៉ាងខ្លាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនបន្តវិវត្តទៅមុខដោយភាពច្បាស់លាស់មានទិសដៅនិងប្រកបដោយមហិច្ឆតាដែលបង្ហាញពីភាពធន់និងភាពចាស់ទុំកាន់តែខ្លាំងឡើងនិងបានបញ្ជាក់សារជាថ្មីនូវមិត្តភាពដៃថែបដ៏រឹងមាំរវាងកម្ពុជានិងចិនដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកការជឿទុកចិត្តនិងការគាំទ្រឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមកភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា 2+2 ទៅជា 3+3 ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការវិវត្តនៃសភាពការតំបន់និងអន្តរជាតិសម្រាប់ពេលអនាគតកម្ពុជានិងចិនបានឯកភាពគ្នាធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការជាក់ស្ដែងទាំងក្នុងវិស័យជាប្រពៃណីនិងវិស័យថ្មីៗដែលមានសក្តានុពលរួមមានវិវត្តកម្ម Digital ការអភិវឌ្ឍបៃតងសេដ្ឋកិច្ចពណ៌ខៀវការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងការផ្លាស់ប្តូរប្រជាជននៅក្នុងបរិបទនេះភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តនៅក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់រួមមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងមច្ឆានិងអង្គរដែលនឹងបន្តជំរុញឲ្យមានលទ្ធផលជាក់ស្ដែងនិងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីនៅការតាំងចិត្តរួមគ្នានៅក្នុងការជំរុញបន្ថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនដែលមិនត្រឹមតែរួមចំណែកដល់វិបលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងសកលលោកផងដែរ